ប្រហែលគ្នាល្អណាស់មកដល់ពេលនេះចាំមើលអ្នកសារការកៅវត្តកសាមិនដែរបាទមកលេងគ្នាព្រៀបខ្សែទឹកក្រៅបាទមិនដឹងថាយ៉ាងម៉េចដែរជាមួយអធិរាជដែលជះអេល្អដូចគ្នាណាមកដល់នេះល្អដូចគ្នាប៉ុន្តែឥឡូវនេះមិនហើយបាទខាងក្នុងឬខាងក្រៅអូយក្នុងដកហើយក្នុងដកទឹកហើយបាទ4 5ខ្ទង់4 5ខ្ទង់ទេបងអើយ4 5ខ្ទង់អធិរាជមាត់ផ្សះបាទ4 5ខ្ទង់នេះប៉ុន្តែដំតែបន្តិចតួចទេបាទចាំមើលជើងក្រោយតែតារាវេលាល្អតារាវេលាល្អតារាវេលាល្អបាទមន្ត្រីបច្ចេកទេសគណៈកម្មការបច្ចេកទេសរៀបចំសូមអញ្ជើញទូកបាទឡើងទៅលើទាំងអស់បាទឡើងទៅលើទាំងអស់ដើម្បីត្រៀមលក្ខណៈជើងទី2បាទព្រោះពេលវេលាយើងមានពិធីបំពាក់មេដាយមានបរិទ្ធីជូនរង្វាន់និងឧបត្ថម្ភសម្ភារៈមួយចំនួនបាទពេលវេលាកាន់តែនេះហើយបាទអញ្ជើញទៅឡើងទៅលើទាំងអស់បាទចំណុះទូកដែលបានអុំហើយសូមអញ្ជើញឡើងទៅលើទាំងអស់បាទបាទអរគុណណាស់សម្រាប់ការចូលរួមបាទឡើងទៅលើយើងត្រៀមបាទជើងទី2ជាបន្តណាបាទឥឡូវគូឯកបាទ top 10 របស់យើងមកគូហើយមកលេងឃើញចាញ់គ្នាតិចតួចបំផុតបាទ5ខ្ទង់នេះបើនិយាយពីក្នុងតរវេលាហ្នឹងប្រហែលជា0.05បាទ0.5បាទតិចមែនតើនិយាយរួមទៅបាទមិនដល់មកដង្ហើមបាទគេថាចាញ់មកសរសៃសក់មិនតិចមែនតើបាទតិចមែនតើ0.0 ហើយ5ទៀតបាទតិចណាស់ឥឡូវយើងបន្តទស្សនាគូទី34វិញអ្នកបារមីឯកមានជ័យពីមកញ៉ាអងអរិយស័ក្តិបាទខ្សែទឹកខាងក្នុងប៉ះជាមួយនឹងបុប្ផាសួស្ដីធម្មតាដែលជះបាទព្រែកកុយកងមៀកំពង់ចាមបាទឥឡូវយើងចាំមើលអូខាងកងមៀក៏លេងឯកស្ថាន2ឈុតបាទខាងមុខនេះបៃតងឯកស្ថានចាស់សិតតែស្រស់ខាងខ្សែទឹកក្រៅគេថាស្រស់ទាំងមុខស្រស់ទាំងក្រោយតែលបឿនយ៉ាងណាមិនទាន់ដឹងទេអត់ទាន់ដឹងទេទល់ដល់ខ្សែប្រត់បាទដឹងបាទតែបើបារមីនេះវិញបាទស្រស់តែមកពណ៌ទេមកបែបបានហើយកុំឲ្យបបាក់គិតកុំឲ្យក្បាទកុំឲ្យបបាក់មើលបាទបងប្អូនបាទខ្សែទឹកខាងក្នុងដែលមានឯកសន្តានពណ៌លឿងគឺបារមីឯកមានជ័យអូហូយបាទល្អណាស់គូទាំងពីរបុប្ផាសួរធិបតីដែលជះណែលើកំពុងតែដកហើយណាមកលេងគ្នាបន្តិចបន្តួចប៉ុន្តែខ្ញុំថាមិនតាន់គេក្រៅល្អជាងក្រៅនេះបាទកំពុងតែល្អណាបាទគឺចាញ់ក៏ចាញ់តិចបាទចាញ់តិចទេសិតតែលឿនដៃឯងដូចគ្នាបាទខុសត្រូវតែបន្តិចបន្តួចទេបាទនៅពេលនេះឃើញថាបុប្ផាសួស្ដីធិបតីដែលជះបាទគឺដូចជាមានព្រៀបបាទទទួលជ័យជំនះទៅលើបារមីឯកមានជ័យដែលជាគូចាំបាច់ត្រូវថែមដល់ទៅមួយជើងពីរជើងទៀតបាទអរគុណណាស់បាទសម្រាប់ការចូលរួមអមបណ្ណាំងហើយក៏អរគុណណាស់បាទបងសាមឌីបាទជម្រាបជូនបន្តិចទៅបាទដោយសារទុកនេះគាត់បានចូលរួមឧបត្ថម្ភបាទដំបូងទុកខ្លីតែ22នាក់ណាខ្នាត22នាក់គឺខ្នាតអន្តរជាតិទុកខ្លីទេបាទឥឡូវនេះច្រើនឆ្នាំនេះក៏បានវិវត្តខ្លួនពីទុកខ្នាតអន្តរជាតិមកទុកវែងមកដល់ឆ្នាំ2025នេះឥឡូវទុកវែងចំណុះ75នាក់ហើយអ្វីដែលសំខាន់បាទបងគឺអ្នកឧបត្ថម្ភគ្រប់គ្រងក្រងគំនិតព្រួយផ្ដើមរបស់ប្រជាអធិការបាទគឺនឹងលោកបាទគំសាមឌីបាទដែលជាអ្នកដឹកនាំផ្ទាល់តែម្ដងមកចូលរួមអមបណ្ណាំងបាទបងជាអ្នកបាទអាជីវករមួយដ៏គេហៅថាមានចិត្តសប្បុរសនៅក្នុងការចូលឧបត្ថម្ភទូកបាទលក់សម្បកកង់ត្រូវម៉ាច់ហ្មងខ្ញុំមានឡានអបរ៉ូតថ្ងៃណាតាក់ទងទៅបងបាទអរគុណណាស់ឥឡូវយើងបន្តទស្សនាគូឯកបន្តទៀត35បាទគូទី35ខ្សែទឹកក្នុងពាក់ផ្លាកលេខ049មហិទ្ធិរិទ្ធកំហែងជ័យបារមីវត្តស្វាយអណ្ដែតបាទវត្តស្វាយអណ្ដែតមកពីស្វាយអណ្ដែតសារកាកែវអរិយខ្សាត់មកច្រើនណាស់ខ្សែទឹកក្រៅពាក់ផ្លាកលេខ044ពីជ័យវង្សាទៅចូលខ្សែជ័យមកហើយណែមកតរិទ្ធកំផែងនេះខាងអ្នកស្វាយអណ្ដែតសារកាកែលោកគ្រូបាទពីជ័យវង្សាម្ចាស់ផ្ទះឥឡូវមកគៀកគ្នាមកស្រួលកាកែវបាទលោកគុណផៃអើយលោកគុណផៃមើលខាងស្កាកែវឥឡូវមកលេងគ្នាទៅមើលយ៉ាងម៉េចដែរព្រះអង្គមិនធឿនព្រះអង្គមិនធឿនកំពុងតាមដានដែរលេងគ្នាបែរគ្នាល្អណាស់ប្រហែលគ្នាក្នុងឬក្រៅណាសូមមកជូនពរដល់គូទាំងពីរបាទ
គឺពិសេសគឺវត្តស្វាយដែតសារកាកែវបាទលោកចៅស អេ កាត់ ម្ចាស់ផ្ទះអត់ជូនពរហង ម្ចាស់ផ្ទះក៏ជូនពរដែរ ឥឡូវមកដែរល្អណាស់បងប្អូនគ្នាល្អណាស់ គ្នាល្អណា បា ស់ ត់រិទ្ធកំផែងជ័យបារមីវត្តស្វាយដែតខ្សែទឹកក្នុងពិជីវង្សាតេជោសែនជ័យបាទមកលេងគ្នាដកហើយដកអើយអើយឥឡូវក្រៅដកក្នុងវិជ័យវង្សាខាងក្រៅស្វាយដែតអីអើយមិនអើយអើយ បាទ អូយ អបអរសាទរបាទជាមួយនឹងគូនេះផងដែរបាទគឺព្រះអង្គវត្តស្វាយដែតបាទគឺសូមពង្រឹងចំហមែនតើព្រះអង្គ បាទសូមរូបភាពតិចបាទសូមរូបភាព ចាំមើលរូបភាពយឺតខ្ញុំនឹងបញ្ជាក់ម្ដងទៀតបាទរវាងម្ចាស់ផ្ទះនិងវត្តស្វាយដែត បាទលើមើលទាំងអស់គ្នាអូយក្នុង បាទ ឥឡូវនេះយើងឃើញហើយណាមត្តរិទ្ធកំផែងជ័យបារមីវត្តស្នាយដែតឈ្នះតែ2ខ្ទង់ បាទតែ2ខ្ទង់ សកត់កាលមកអំពីលចា ព្រះអង្គវត្តស្វាយដែតតែ2ខ្ទង់ឯងព្រះអង្គតែជើងទី2ជើងទី2បាទទទួលបានជ័យជំនះ តែវិជ័យវង្សារបស់ពុកអស័យនេះអត់អីទេក៏មិនធម្មតាដែរខុសគ្នាប្រមាណខ្ញុំគិតថាប្រហែលជាមួយសកុងកន្លះទេ បាទចង់និយាយថាមកសកត់ក្បាលហ្នឹងបាទតិចតួចតិចមែនតើណាបាទតិចហ្នឹងបានន័យថាដោយសារពេលដែលចាក់យោងហើយងោកមុនណាមកងោកបាទអីទេយើងមានរូបភាពអញ្ចឹងស្រួលបាទច្បាស់ប៉ុន្តែដូចខ្ញុំបានជម្រាបជូនអញ្ចឹងការមើលឃើញរបស់ខ្ញុំជាជំនាញមើលឃើញផ្ទាល់ភ្នែកមិនមែនជាជំនាញបាទរបស់បាទខាងមន្ត្រីបច្ចេកទេសយើងទេបាទឥឡូវយើងបន្តទស្សនាជាបាទសូមអង្គុយចុះបងសូមអង្គុយចុះណាប្រយ័ត្នបាក់រោងទៀតហើយអ្នកដែលមិនមានភារកិច្ចសូមចេញទៅក្រៅបាទសូមចេញស្រុតរោងទៀតលើហើយបាទស្រុតរោងទៀតលើហើយបាទឥឡូវយើងឈានដល់គូឯកបាទគូឯកទៀតណាគូឯកចុងក្រោយនេះប៉ះគ្នាដល់ល្អមើលហើយបាទគូឯកនេះគឺលោកមេឃុំស្រេងហើយនឹងអុកញ៉ាសៀបាទគឺគាត់នៅក្បែរនេះទេបាទខ្ញុំមិនបាច់ហៅឈ្មោះទូកទេបាទឥឡូវយើងបន្តទស្សនាគូទូកបាទស្រីសសុកសែនជ័យមកពីអាស័យជ្រុយបាទខ្សែទឹកខាងក្នុងសៀសែនជ័យបាទរមីដែលជះបាទគឺមកពីព្រែកលីវកងមាសឥឡូវយើងរងចាំមើលតើការប៉ះគ្នារវាងទូកទាំងពីរនេះល្អមើលយ៉ាងណាបាទបន្ទាប់ពីនឹងមកមានគូមួយគូទៀតកាន់តែល្អមើលជាងនឹងទៀតបាទហើយទូកដែលអ៊ំហើយបងឡើងទៅលើវិញចោះបាទឡើងទៅលើដើម្បីបន្តនៅក្នុងជើងទី2ជាបន្តទៀតបាទលើចេញមកនៅក្រុមការងារយើងបាទកំពុងតែផ្ដិតយករូបភាពបាទដើម្បីឲ្យច្បាស់លាស់តែម្ដងនៃការអ៊ំប៉ុណ្ណាំងបាទសម្រាប់បាទការអ៊ំជើងទី1នេះស្រីសសុកសែនជ័យដែលជាជើងឯកនៅខាងស័យជ្រុយអ៊ំកាលប្រហែលថ្ងៃមុននោះចំណែកឯសៀសែនជ័យបារមីដែលជះនេះក៏បានលេងហើយបានហាត់វឹកវើច្បាស់លាស់ណាឯកសន្តានខ្ញុំចាំច្បាស់ណាស់បាទសៀសែនជ័យបារមីដែលជះឯកសន្តានពណ៌បៃតងបាទតំណាងឲ្យបរិស្ថានចំណែកឯស្រីសសុកសែនជ័យឯកសន្តានពណ៌ផ្ទៃមេឃចាំមើលយ៉ាងម៉េចដែរអុកញ៉ានិងលោកមេឃុំស្រេងបាទសូមអង្គុយចុះបាទឥឡូវមកហើយគូឯករបស់យើងសីសខ្សែទឹកក្នុងបាទចំណែកឯបាទសៀសែនជ័យបាទឯកសន្តានដូចគ្នាអត់មានខុសទេអូដូចគ្នាឥឡូវយើងមើលទាំងអស់គ្នាមកសូមសំលេងខ្លាំងបាទអូយឥឡូវយើងឃើញមើលពីភ្នែកផ្ទាល់ពីគ្នាទៅដូចខាងក្រៅខាងក្នុងនោះប្រហែលគ្នាទេខ្ញុំអត់ហ៊ានមើលបាទខ្ញុំអត់ហ៊ានមើលដោយសារគេបាំងបាទសូមអង្គុយចុះបាទឥឡូវយើងបន្តទស្សនាបាទប្រហែលគ្នាល្អណាស់សីសឯកសន្តានបៃតងបាទចំណែកឯសៀសែនជ័យបាទសូមទូកកំឡងមកទូកបាទសូមទូកបាទលើឡើងមកអូយសៀសែនជ័យដល់មុខតិចតួចបាទមិនអើយ
ណែអីយ៉ាក្រៅល្អមកយាយស្រីសមកយាយស្រីសស្រីសទៅអត់ទេសៀវសែនជ័យបាទឈ្នះនៅក្នុងជើងទី1ចូលរួមអបអរសាទរជាមួយអុកញ៉ាអឹងផងបាទតែស្រីសសែនជ័យលោកស្រីក៏កម្មាល់តនអស់សង្ឃឹមបាទបញ្ចូលវេទមន្តថែមទៀតបញ្ចូលវេទមន្តទៀតបាទលោកស្រីបញ្ចូលវេទមន្តទៅឲ្យស្រីសទស្សនារូបភាពយឺតវិញម្ដងណែបាទប្រហែលជា5ខ្ទង់បាទ5 6ខ្ទង់ចាញ់សុំម្ដងទៀតបាទសុំម្ដងទៀតឲ្យច្បាស់មើលបាទឥឡូវសុំម្ដងទៀតបាទដើម្បីឲ្យក្រុមការងារយើងមើលឲ្យច្បាស់បាទភាពចាញ់ឈ្នះបាទណែមកណែមើលណែប្រហែលខ្ទង់បាទ5 6 7ខ្ទង់បាទល្អមែនតែនប៉ុន្តែបាទឥឡូវយើងបន្តទស្សនាមកគូទៀតគូឯកមហាខ្លាក្រហមខ្សែទឹកខាងក្នុងបាធាយកំពង់ចាមជាមួយនឹងមហានសាយផ្លោះបាទមកហើយបាទគុណបាទសូមអង្គុយចុះបាទគណៈកម្មការមើលអត់ឃើញទេបាទខ្លាក្រហមឯកស្ថានពណ៌លឿងខ្សែទឹកខាងក្នុងមហានសាយផ្លោះឯកស្ថានពណ៌ក្រហមរាយប៉ាយបាទអរគុណណាបងមីងឡុងស្រុកប្រធាយបាទឧបត្ថម្ភខ្ញុំមួយលោកគ្រូម្នាក់50មួយកាហ្វេដាវបាទឥឡូវយើងបន្តទស្សនាគូអូប្រហាក់ប្រហែលគ្នាល្អណាស់ការភូមិគងនេះពិតជាជក់ចិត្តដិតអារម្មណ៍បាទជាមួយនឹងចំណោះទូកបាទដែលជាទូកខ្លាំងបាទឥឡូវលេងគ្នា100ម៉ែត្រចុងក្រោយបាទយ៉ាងម៉េចបាទមហានសាយផ្លោះខ្សែទឹកខាងក្រៅរាយប៉ាយជាមួយនឹងមហាខ្លាក្រហមអីយ៉យខ្លាក្រហមដកហើយខ្លាក្រហមកំពុងតែដកបាយខ្លាក្រហមមកពីបាធាយបាទថែមទៅចាប់បាធាយនឹងស្រុកខ្ញុំហើយអូយបាទដកបាទហើយនេះដកយកតែមែនតែនហើយដកហើយខ្លាក្រហមបាទអូយបាទឥឡូវនេះបាទដល់ហើយពាក់កណ្ដាលទូកបាទឥឡូវយើងឃើញហើយភាពចាញ់ឈ្នះបាទដល់ទៅពេលអញ្ចឹងទៅងាយអត់ពិតបាទប៉ុន្តែជួយយ៉ាងណាជើងទី1នេះល្អណាស់ការចាញ់ឈ្នះគ្នាគឺមិនដាច់បាទសម្រាប់ទូកខ្លាំងគឺប្រហាក់ប្រហែលគ្នាសូមជម្រាបដល់ស្រីសសុកសែនជ័យអើយថែមការ៉េមថែមម្សៅបន្តិចទៀតទៅបាទថែមការ៉េមថែមម្សៅអីម៉ាក់កាយេតឡើងសុភ័ណភាពបន្តិចទៀតមើលខុសគ្នាតែបន្តិចមិញបាទខុសគ្នាប្រហែលជា3 4ខ្ទង់ឯងបាទទូកចឹងហើយសុបាយហើយគេថាបាទទស្សនារូបភាពយឺតមិញខ្លាក្រហមអូដាច់ច្រើនបាទដាច់ច្រើនពាក់កណ្ដាលទូកបាទពាក់កណ្ដាលទូកតែមិនអីទេនេះជើងទី2ជាបន្តបាទយើងរងចាំមើលបាទតើការអ៊ំប្រណាំងនេះបាទទទួលបានការគ្រប់គ្រងយ៉ាងណាបាទហើយបងប្អូនអធិស្ឋានណាបងប្អូនជាពិសេសបងប្អូនក្នុង live បងប្អូនអាច